អូនnàyធ្វើការប្រយ័ត្នខ្លួនផងអូនចាបងចាអូនដឹងហើយអូននឹងប្រយ័ត្នខ្លួនអ្នកនាងប្តីខ្ញុំច្បាស់ជាតាមអានខ្ញុំហើយហ្នឹងហើយអ្នកនាងខ្ញុំមកជួយអ្នកនាងបានតែប៉ុណ្្នឹងហើយឥឡូវខ្ញុំទៅសិនហើយនឹងអូនnàyដល់មកទៅធ្វើការណាប្រយ័ត្នទៅហីចាបងចាអញ្ចឹងអូនទៅហើយកុំភ្លេចមើលថែខ្លួនផងហ៎អត់អីអូនបែកខ្វល់ដូចបងហីបងចេះមើលថែខ្លួនហីចាបងសម្លាញ់អញ្ចឹងអូនទៅសិនហើយណាតែប៉ុណ្្នឹងខ្ញុំដឹងថាប្រពន្ធខ្ញុំតាណាអាប់ដីល្ងងគិតតែយើងភ្លើមែនប្រពន្ធខ្ញុំប្រហែលជាលោកមានប្រុសហើយមើលទៅមកយ៉ាងនឹងផ្លៃខ្លាំងដូចជាមានអ្នកណាតាមទៅរកសង្ឃឹមឲ្យយើងវិញបើប្រពន្ធយើងត្រាបាត់ហើយអ្នកនាងខ្ញុំសុំពឹងអ្នកនាងឯងមួយជួយស្វីកាបូបនេះដើរជុំវិញឲ្យបាន100ជុំខ្ញុំឲ្យនាង1000ដុល្លារហ៎1000ដុល្លារការងារស្រួលអូខេអ្នកនាងខ្ញុំនឹងដាក់អ្នកនាង100ជុំអូខេលុយchoខ្ញុំបានចូលក្នុងកងឲ្យការងារស្រួលបានលុយទាំងព្រឹកដាក់បាន100ជុំសិនអូយដាក់តែប៉ុណ្្នឹងបានទេបន្តទឹកមិនដែរត្រឹមហ្នឹងចឹងចង្រៃយោហាន់នេះយើងដឹងយកលុយយើងចាយច្រើនបងចាំអូនយូរនៅថ្ងៃហ្នឹងសងសាអូនហ្នឹងវាបាញ់លុយអូន50000ដុល្លារយើងទៅស្វាយអាណាតៃហ្មងវ៉ាវ baby cute អូនឯងពិតជាពូកែមែនហ្នឹងហើយ baby ថ្ងៃហ្នឹងអាដីអូនហ្នឹងវាចាក់ទឹកចូលក្នុងកតាបអូនណាដើម្បីតាមដានអូនតែអូនឆ្លាតដែរអូនដើរជួបនាងនៅតាមផ្លូវអូនឲ្យនាងដើរស្វាយជុំវិញ100ជុំអូនឲ្យនាងតែ1000ដុល្លារទេប៉ុណ្ណឹងវាតាមដានអូនមិនទាន់ល្ងងណាស់ហ្នឹងអូយកប់សេរីអូនប្តីអូនឯងពិតជាល្ងងមែនទេណាហាកបោនេះកបោប្រពន្ធខ្ញុំតាមិនណាស់នាងវិញហាក់លោកអ្នកនាងនោះឲ្យខ្ញុំស្ពាដើរជុំវិញហ្នឹង100ជុំនាងឲ្យខ្ញុំ1000ដុល្លារអូប្រហែលជាប្រពន្ធខ្ញុំដឹងល្បិចរបស់ខ្ញុំហីប្រហែលជាប្រពន្ធលោកមានប្រុសហើយព្រោះអីនាងបានប្រាប់ខ្ញុំមិនដែរប្រពន្ធខ្ញុំមានប្រុសដោយការសង្សាររបស់ខ្ញុំមែនឥឡូវអ្នកនាងដឹងអត់ថាប្រពន្ធខ្ញុំនៅណាជួយខ្ញុំទៅយកតិចអូខេលោកខ្ញុំជួយលោកខ្ញុំមើលទៅលោកដោយស្រឡាញ់នាងខ្លាំងក៏ប៉ុន្តែនាងធ្វើបាបចិត្តលោកអញ្ចឹងលោកទៅតាមខ្ញុំមកតោះអ្នកនាងតោះអូនយើងទៅសប្បាយជុំគ្នាអូនចុះសិនថែណៃប្រាប់បងថាធ្វើការឥឡូវមិនអារម្មណ៍មកជួបប្រុសចឹងបងអូនសុំទោសផងដែលអូននឹងខកបងប្រាប់បងមិននឹកស្មានថាណៃធ្វើចឹងណាបងសោះបងខំស្រឡាញ់អូនឯងខ្លាំងណាបងអាចផ្ដល់ឱកាសអូនម្ដងទៀតបានអត់អូនធ្វើទង្វើបែបហ្នឹងទៀតហើយអត់បានទេអូនបងអាចផ្ដល់ឱកាសឲ្យមនុស្សថោកទៀតដូចអូនបានទេចាំមិនថាអ្នកនាងមានស្វាមីទេអ្នកនាងត្រូវមានភាពស្មោះត្រង់ជាមួយនឹងប្តីបងចាប់ថ្ងៃហ្នឹងទៅយើងត្រូវលេងលះគ្នាហើយថតអូននៅដោះស្រាយមកទៅនឹងអូនណៃចាំប្រាប់មេដៃលេងលះជាមួយបងផងហើយតើសម្បត្តិទាំងអស់អូនឯងក៏អត់បានដែរហើយអញ្ចឹងខ្ញុំត្រូវលាទ្រព្យសម្បត្តិហើយត្រូវអត់ត្រូវមានភាពស្មោះត្រង់ជាមួយនឹងដៃគូបើសិនជាយើងចង់មានសុភមង្គល